វីដេអូនេះសម្រាប់បងប្អូនដែលមានក្តីសម័យចង់ក្លាយទៅជាវិស្វករហើយមានបំណងចង់ប្រឡងចូលសាលា Techno ថ្ងៃនេះខ្ញុំមានកលឹះមួយចំនួនដើម្បីចែកម្លែកធៀមខ្លួនប្រឡងចូលសាលា Techno អញ្ចឹងបន្ទាប់ពីបងប្អូនដឹងលទ្ធផលបាក់ដូបពីប្រហែលថ្ងៃមុនហើយទី1យើងត្រូវការទិញសភៅធៀមប្រឡងចូល Techno អញ្ចឹងយើងទិញសភៅយកមកធ្វើតេស្តសាកល្បងពីលំហាត់មួយចំនួនក៏ដូចជាវិញ្ញាសាដែលប្រឡងឆ្នាំមុនយកមកធ្វើតេស្តសាកល្បងឲ្យដឹងពីកម្រិតសមត្ថភាពយើងទៅថាយើងអាចប្រឡងបានដែរឬអត់អីអញ្ចឹងទៅទី2គឺយើងអាចទៅរៀនធៀមប្រឡងចូល Techno បាននៅតាមសាលាមួយចំនួនណាដែលគេបើកវគ្គបរិញ្ញាដូចជាសាលា JTV អីហ្នឹងអញ្ចឹងមាន4មុខវិជ្ជាដែលយើងត្រូវប្រឡងមានគណិតរូបគីមីហើយនិងមួយទៀតគឺតក្កវិទ្យាអញ្ចឹង4មុខវិជ្ជានេះនៅពេលដែលបងប្អូនទៅរៀនធៀមលោកគ្រូនឹងចែកម្លែកកលឹះពិសេសមួយចំនួនតិចនិចធៀបនៅក្នុងការធ្វើលំហាត់ហ្នឹងអញ្ចឹងណាដោយសារតែដូចជាគណិតអីអញ្ចឹងមានលាយលំហាត់សិប្បកម្មអីដែរអញ្ចឹងយើងត្រូវការកលឹះតិចតួចដើម្បីដោះស្រាយលំហាត់ហ្នឹងលោកគ្រូដែលបរិញ្ញាយើងហ្នឹងនឹងប្រាប់ពីកលឹះតិចនិចទាំងអស់ហ្នឹងដើម្បីធ្វើម៉េចឲ្យយើងដោះស្រាយលំហាត់ហ្នឹងកាន់តែលឿនហើយបានចម្លើយឆាប់រហ័សអីអញ្ចឹងទៅដែលយើងមានភាគរយខ្ពស់នៅក្នុងការត្រូវដែលជ្រើសរើសយកចម្លើយត្រូវដោយសារតែយើងប្រឡងជាគុយ CM ទេការខ្ញុំក៏បានរៀនធៀមប្រឡងចូល Techno ដែរអ្នកនរគ្នាហើយបើសិនជាបងប្អូនដែលថាខ្ជិលរៀនធៀមខ្វះថវិកាខ្វះអីបងប្អូនអាចទិញសភៅយកមករៀនខ្លួនឯង self study អញ្ចឹងណាហើយមានមិត្តភ័ក្ដិខ្ញុំដែលគាត់ប្រឡងជាមួយគ្នាហ្នឹងគាត់ក៏អត់បានទៅរៀនធៀមអីដែរគាត់គ្រាន់តែទិញសភៅយកមករៀនខ្លួនឯងហើយគាត់ក៏ប្រឡងចប់បានចូលរៀននៅ Techno ដូចគ្នាដែរតែឥឡូវនេះសាលា Techno ក៏បានបើកចុះឈ្មោះដើម្បីប្រឡងដែរអ្នកទាំងអស់គ្នាហើយគេចាប់បើកពីឥឡូវហ្នឹងទៅរហូតដល់ថ្ងៃទី11តុលាបានគេបិទវិញអញ្ចឹងបងប្អូនអាចទៅទិញពាក្យដើម្បីដាក់ធៀមប្រឡងបាន